អាយដាមកតេសង្ឃៈមនិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតំណាងដល់ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមនិងលោកហ្គូរ៉ុងអនុប្រធានសមាគមអតីតយុទ្ធជនខេត្តគួងស៊ីអញ្ជើញចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសមាគមអតីតយុទ្ធជនខេត្តគួងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនពិធីចុះអនុសារណៈនៃការយោគយល់គ្នានេះធ្វើឡើងនាព្រឹកថ្ងៃទី23ខែកក្កដាឆ្នាំ2026នៅសន្តាគារ Fairfield by Marriott រាជធានីភ្នំពេញពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជាមួយសមាគមអតីតយុទ្ធជនខេត្តគួងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិននេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមឲ្យមានភាពស្និទ្ធស្នាលនិងសហការគ្នាឲ្យកាន់តែប្រសើរក្នុងការផ្លាស់ប្តូរទស្សនកិច្ចការងាររវាងប្រទេសការចែករំលែកបទពិសោធន៍ចំណេះដឹងដើម្បីគ្រប់គ្រងគ្នាទៅវិញទៅមកលើការវិនិយោគនិងផ្ដល់អត្ថប្រយោជន៍រវាងសមាគមទាំងពីរផ្ដល់ឱកាសវិនិយោគឱកាសការងារជាពិសេសបន្តជួយគ្រប់គ្រងគ្នាក្នុងស្មារតីជាភេទរភាពនិងដើម្បីលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថ្លែងបន្ទាប់ពីពិធីអនុសារណៈអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមមានប្រសាសន៍ថាក្រោយពីដំណើរទស្សនកិច្ចនេះសមាគមនឹងបង្កើតប្រព័ន្ធទំនាក់ទំនង WeChat សម្រាប់ប្រើប្រាស់រក្សាទំនាក់ទំនងគ្នាទៅវិញទៅមកនិងជជែកពិភាក្សាគ្នាក្នុងការផ្លាស់ប្តូរយោបល់រវាងសមាគមនិងក្រុមវិនិយោគិនដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជាអាយដាមគុណគឹមមានប្រសាសន៍ទៀតថាក្នុងនាមសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានឹងដើរតួនាទីជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជូនក្រុមវិនិយោគចិនទាំងអស់ដែលមានចំណាប់អារម្មណ៍នៅប្រទេសកម្ពុជាអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមថ្លែងថាកន្លងមកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានចុះអនុសារណៈជាមួយប្រទេសជិតខាងនិងក្នុងតំបន់ដូចជាវៀតណាមឡាវនិងម៉ាឡេស៊ីដើម្បីកិច្ចសហប្រតិបត្តិការនិងរៀបចំទំនាក់ទំនងជាមួយប្រទេសទាំងនោះជាស្ពានសម្រាប់ធុរកិច្ចនានាទទួលបានឱកាសវិនិយោគក្នុងប្រទេសដែលបានចុះអនុសារណៈរួមគ្នាជាមួយគ្នានេះអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមបញ្ជាក់ថាបន្ទាប់ពីការចុះអនុសារណៈរួចរាល់នឹងធ្វើការចាត់តាំងគណៈប្រតិភូរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលដឹកនាំដោយអាយដាមអ្នកអញ្ញាមុំវ៉ាន់ឌីអនុប្រធានសមាគមទៅបំពេញទស្សនកិច្ចនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយសមាគមអតីតយុទ្ធជនខេត្តគួងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខឆាប់ៗនេះនាឱកាសនោះដែរអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមក៏បានថ្លែងនិងសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមធុរកិច្ចនិងអ្នកវិនិយោគិនខេត្តគួងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនទាំង60ក្រុមហ៊ុនដែលបានចំណាយពេលវេលាដ៏មានតម្លៃមកបំពេញដើម្បីសិក្សាធ្វើទស្សនកិច្ចស្វែងយល់ពីឱកាសនៃការវិនិយោគនៅប្រទេសកម្ពុជានាពេលនេះអាយដាមមានជំនឿមុតមមថាសមាគមអតីតយុទ្ធជនខេត្តគួងស៊ីក៏ដូចជាក្រុមធុរកិច្ចនិងវិនិយោគិនចិនខេត្តគួងស៊ីទាំងអស់នឹងពិនិត្យពីលទ្ធភាពរបស់ខ្លួនក្នុងការបណ្ដាក់ទុនវិនិយោគវិស័យណាដែលមានសក្តានុពលនិងមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជានាពេលខាងមុខតាមរយៈការសម្របសម្រួលតាមសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាសូមជម្រាបថាការចុះអនុសារណៈយោគយល់រវាងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជាមួយសមាគមអតីតយុទ្ធជនខេត្តគួងស៊ីដើម្បីលើកកម្ពស់វិស័យអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាមានិតចិននេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូនិងវិនិយោគិនខេត្តគួងស៊ីចាប់ពីថ្ងៃទី21ដល់ថ្ងៃទី25ខែកក្កដាឆ្នាំ2026ដែលរៀបចំដោយសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា